សួស្តីបងប្អូនថ្ងៃនេះយើងមកឆាត្រីខទាំងអស់គ្នាឆាត្រីខអត់តកូនបងប្អូនឥឡូវយើងដាក់ខ្ទឹមមកបងប្អូនតបបងហើយយើងរៀងក្រហមទេយើងដាក់ស្ករចូលបងប្អូនស្ករចូលបន្តិចហើយយើងមើលរៀងឈ្ងុយទេយើងចាក់ត្រីខយើងចូលចាក់ត្រីខយើងចូលហើយយើងចាប់ដើមសំគ្រឿងទៅបងប្អូនដាក់ប៊ីចេងបន្តិចរ៉ូឌីមកបន្តិចមកបងប្អូនហើយយើងឆាត្រឡប់វាមកឲ្យវានេះឆ្អិនបន្តិចមកហើយយើងដុសវាចេញសិនបងប្អូនកុំឲ្យវាបែកដាក់សាច់ត្រីក្នុងនឹងខ្លះមកបងប្អូនហើយយើងដុសចេញខ្លះមកតោះមកយើងដាក់តកូនយើងចូលបងប្អូនយើងដាក់តកូនយើងចូលហើយយើងច្បល់ចូលច្បល់ឡើងមកហើយវាឆ្អិនហើយបងប្អូនឆ្អិនហើយយើងអាចភ្លក់មើលបានភ្លក់មើលហើយយើងមើលតំណងនេះហើយយើងចាប់ដើមដួសដាក់ចានបងប្អូនដួសដាក់ចានមកហើយយើងដាក់ត្រីខយើងចូលមកឆ្ងាញ់ហើយបងប្អូន